លក្ខណៈសម្បត្តិរបស់មនុស្សឈាមប្រភេទ O មនុស្សប្រភេទឈាម O ជាមនុស្សដែលងាយស្រួលសន្ទនាមានមិត្តច្រើនហើយគេជាមនុស្សដែលមានគេស្រឡាញ់ចូលចិត្តច្រើនលក្ខណៈសម្បត្តិរបស់គេរួមមានទី1មានចិត្តទូលាយនិងស្ងប់ស្ងាត់មនុស្សប្រភេទឈាម O ជាមនុស្សដែលស្ងប់ស្ងាត់មិនងាយខឹងឬចូលអារម្មណ៍ឆាប់នោះទេពួកគេមិនយកចិត្តទុកដាក់លើរឿងតូចតាចទេហើយអាចទទួលនរណាម្នាក់បានទាំងអស់បានតែពេលខ្លះអាចគិតថាពួកគេមិនយកចិត្តទុកដាក់ឬធ្វើដូចជាមិនខ្វល់ទី2មិនចូលចិត្តចំនួនមនុស្សប្រភេទ O ស្រឡាញ់សន្តិភាពពួកគេមិនចូលចិត្តការប៉ះទង្គិចឬជជែកប្រកែកនឹងគេនោះទេពួកគេចង់ឲ្យអ្វីៗជាស្ងប់ស្ងាត់ហើយមិនសូវនិយាយបញ្ចេញមតិផ្ទាល់ខ្លួនខ្លាំងនោះទេពួកគេចូលចិត្តថាខ្លួនឯងគឺជាខ្លួនឯងអ្នកដទៃគឺជាអ្នកដទៃដូច្នេះមិនសូវចូលចិត្តប្រៀបធៀបឬប្រកួតប្រជែងជាមួយអ្នកដទៃឡើយពីព្រោះតែហេតុនេះហើយទើបពួកគេមានចិត្តស្ងប់ស្ងាត់និងមិនមានអារម្មណ៍ច្រណែនទី3គិតវិជ្ជមាននិងមើលផ្លូវល្អមនុស្សប្រភេទ O ជាមនុស្សដែលមានគំនិតវិជ្ជមានពួកគេចេះគិតអ្វីដែលអាក្រក់ទៅជារឿងល្អឧទាហរណ៍ប្រសិនបើមានភ្លៀងពួកគេនឹងគិតថាប្រកាសជាមានអន្តនូនៅពេលបន្ទាប់ហើយប្រសិនបើពួកគេដួលពួកគេនឹងគិតថាប្រហែលជាមានអ្វីមួយមិនល្អនៅខាងមុខប្រសិនបើពួកគេបរាជ័យពួកគេគិតថានេះគឺជាជំហានមួយមុនពេលជោគជ័យទី4ចិត្តស្មោះត្រង់មនុស្សប្រភេទឈាម O មិនមានមុខពីរនោះទេពួកគេនិយាយជាមួយមនុស្សគ្រប់គ្នាដូចគ្នាមិនបដូរអាកប្បកិរិយាដោយសារតែជួបនរណាម្នាក់ផ្សេងនោះឡើយពួកគេចេះនិយាយនិងលេងសើចជាមួយមនុស្សថ្មីងាយធ្វើឲ្យអ្នកដទៃជឿទុកចិត្តពួកគេនិយាយពាក្យស្រួលក្នុងចិត្តនិងធ្វើឲ្យអ្នកដទៃមានអារម្មណ៍ល្អដូច្នេះគេគឺជាមនុស្សដែលត្រូវបានគេស្រឡាញ់ដោយងាយទី5មិនចង់ចាញ់និងខិតខំប្រឹងប្រែងទោះបីជាមិនសូវចូលចិត្តប្រកួតប្រជែងប៉ុន្តែមនុស្សឈាមប្រភេទ O មិនចង់ចាញ់នោះដែរពួកគេមានអារម្មណ៍ថាប្រសិនបើចាញ់នឹងមានអារម្មណ៍មិនសប្បាយចិត្តដូច្នេះពួកគេនឹងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីឲ្យទទួលបានលទ្ធផលល្អទោះបីជាមិនបង្ហាញច្រើនប៉ុន្តែពួកគេច្រើនខិតខំដោយស្ងប់ស្ងាត់នៅពីក្រោយ